ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចិញ្ច្រាំប្រហុកញ៉ាំទៀតហើយព្រោះថាប្រហែលថ្ងៃនេះយើងផុសតែបែបមុខម្ហូបអញ្ចឹងខ្លាចពុកម៉ែបងប្អូនសាំអញ្ចឹងក៏ខ្ញុំបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកចិញ្ច្រាំប្រហុកញ៉ាំហើយស្រក់ទឹកមាត់ទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំដើរទៅជុំវិញផ្ទះណាពុកម៉ែបងប្អូនខ្ញុំដើរស្លឹងមើលតើមានអីខ្លះអញ្ចឹងណាហើយយើងបេះបានស្វាយខ្ចីហើយនិយាយទៅចំពោះខ្ញុំណាពុកម៉ែបងប្អូនដើមវាទឿទេពុកម៉ែបងប្អូនផ្លែតាំងពីចុងរហូតដល់គល់តែម្ដងណាពុកម៉ែបងប្អូននិយាយរួមទៅជុំវិញផ្ទះខ្ញុំមិនខ្វះទេរបស់ញ៉ាំនោះឲ្យទៅដល់ខែប្រមូលផលសបោសបាយណារឿងរបស់ញ៉ាំនោះហើយក៏មិនសូវជាមានផ្លែឈើអីដែរគឺមានតែម្ជូរសុទ្ធតែម្ដងជុំវិញផ្ទះខ្ញុំសម្បូរណារឿងម្ជូរនឹងបើថាមានភ្ញៀវមកលេងមានអីទទួលទេគឺមានតែម្ជូរនឹងឯងស្វាគមន៍អញ្ចឹងណាហើយចំពោះនឹងណាពុកម៉ែបងប្អូនផ្លែគឺម្ចាស់ផ្ទះគឺញ៉ាំអត់ទាន់ទេណាពុកម៉ែបងប្អូនហើយតែយើងកាលណាយើងទុកយូរយើងអត់ឆាប់បេះញ៉ាំវាតកើណាពុកម៉ែបងប្អូនឥឡូវវាកំពុងតែមានតកើបដើអញ្ចឹងហើយយើងបេះមើលអាណាល្អអញ្ចឹងណារបស់អីក៏ដោយមិនថាបន្លែប្លុកផ្លែឈើអីណាពុកម៉ែបងប្អូនយើងដាំខ្លួនឯងយើងមិនខ្លាចញញើតញ៉ាំទេតែបើយើងទិញមកពីផ្សារមិនដឹងថាយកមកពីណាពីណីដាំគេដាក់អីខ្លះអញ្ចឹងណាយើងដាំខ្លួនឯងអញ្ចឹងគឺយើងអត់ប្រើជីទេយើងប្រើជីដែរដូចជីអាចគោអីអញ្ចឹងណាពុកម៉ែបងប្អូនជីហ្នឹងគឺសិតតែជីធម្មជាតិអីអញ្ចឹងទេហើយដូចជាក្រូចនេះណាពុកម៉ែបងប្អូនបងខ្ញុំទិញមកដើមយកមកដាំនិយាយពីថាដើមវាមិនទាន់ផុតពីដីកន្លះម៉ែត្រទេណាពុកម៉ែបងប្អូននិយាយពីថាផ្លែផ្លែមែនទែនហើយថ្ងៃហ្នឹងដើរប្រម៉ែប្រមូលជុំវិញផ្ទះគឺបានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអើយគឺថាថ្ងៃហ្នឹងយើងអត់ចំណាយលុយទេគឺយើងមានសពគ្រប់ខ្លួនឯងអញ្ចឹងណាបន្ទាប់មកក៏ខ្ញុំមកចិញ្ច្រាំប្រហុកអញ្ចឹងណាប្រហុកហ្នឹងយើងចិញ្ច្រាំឲ្យម៉ត់ហើយក៏ខ្ញុំមកចិញ្ច្រាំជាមួយនឹងម្ទេសយើងណាម្ទេសយើងគឺយើងដាក់កាន់តែច្រើនគឺកាន់តែល្អអាហ្នឹងតាមចំណងចំណូលចិត្តមនុស្សយើងម្នាក់ទេប៉ុន្តែខ្ញុំចូលចិត្តដាក់ច្រើនគឺកុហលកាហាយគឺច្រាំប្រហុកហ្នឹងតតែយើងដាក់ម្ទេសឲ្យច្រើនបានវាឆ្ងាញ់ណាពុកម៉ែបងប្អូនខ្ញុំដាក់ជាមួយប៊ីចេងហើយច្រាំវាម៉ត់ហើយក៏ខ្ញុំមកលាយជាមួយនឹងស្ករត្នោតអញ្ចឹងណាយើងក៏វឹកវាចូលជាតិសពគ្នាល្អហើយមើលទៅរួចរាល់ហើយភ្លក់មើលទៅល្មមឆ្ងាញ់យើងឆ្លាញ់រសជាតិណាយើងក៏ថែមថយតាមខ្លួនឯងអញ្ចឹងណាពុកម៉ែបងប្អូនអត់មានអីពិបាកទេស្រួលតែម្ដងបន្ទាប់មកខ្ញុំមកលាងជាមួយនឹងម្ជូរគ្រប់មុខរបស់យើងដែលយើងចិត្តហើយណាពុកម៉ែបងប្អូនយើងលាងស្បេតវាឲ្យស្អាតលាង 4-5 ទឹកចឹងមកណាបន្ទាប់ពីលាងរួចហើយក៏ខ្ញុំមករៀបដាក់ចានអញ្ចឹងណាពុកម៉ែបងប្អូនយើងដាក់ចានមកកដុបមករៀបធ្វើម៉េចឲ្យមើលទៅទំនងស្អាតមិនត្រឹមតែស្អាតទេយើងក៏ញ៉ាំក៏ឆ្ងាញ់ដែរណាពុកម៉ែបងប្អូនមនុស្សស្រីយើងឲ្យតែបានមួយមុខនេះមួយចាននេះណាពុកម៉ែបងប្អូននិយាយរួមទៅគឺក្តីសុខពេញទំហឹងតែម្ដងណាខឹងប្តីខឹងសង្សារអីហ្នឹងណាទិញតានឹងមួយមុខយកទៅលួងដឹងតែបាត់ហើយខ្ញុំមិនបានខឹងណាទេពុកម៉ែបងប្អូនឲ្យតែបានមួយចាននេះណាពុកម៉ែបងប្អូននិយាយរួមទៅគឺសប្បាយចិត្តពេញមួយថ្ងៃតែម្ដងគឺថាចូលចិត្តខ្លាំងមែនទែនបើថាគេឲ្យញ៉ាំបាយវិញមិនសូវជាប្រមាណទេបើថាមកជូរវិញដាក់ប្រមាណក៏បានដែរគឺចាំទទួលជានិច្ចតែម្ដងណាមួយម៉ាត់ណាក៏ឆ្ងាញ់មកមួយម៉ាត់ណាក៏ឆ្ងាញ់ដែរណាបងប្អូនហើយឥឡូវវីដេអូនេះខ្ញុំសូមចប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណា